មួយឆ្នាំកម្ពស់1.71ចំនួន62.5 គីឡូក្រាមកីឡាករទីក្រុមឆ្លងកាត់កម្ពុជាចំនួន66ដងឈ្នះ46ដងចាញ់18ដងស្មើ2ដងនិងគ្រាប់ខ្លួនដៃគុណខ្មែរវាទៅមកជា65គីឡូក្រាមកីឡាករប្រកួតរហូតមកប្រកួតបានចំនួន71ដងឈ្នះ52ដងចាញ់17ដងស្មើ2ដងនិងប្រដៅដៃគូដ៏ស្រួលឲ្យសុទ្ធបានចំនួន20ដងបច្ចុប្បន្នគឺជាកីឡាករមកពីលើកបណ្ដាលលៀងមើលកីឡាខេត្តពោធិ៍សាត់និងមានគ្រូបង្ហាត់គឺគ្រូសុំវិជ័យលេងកំសាន្តបាទនៅក្បាច់រំរបស់ខ្មែរយើងទាំងអស់បាទក្នុងនោះផងដែរក៏សូមអរគុណបាទដល់ Gainsberg បាទជាម្ចាស់ក្នុងក្រុមរបស់យើងបាទ Gainsberg ឲ្យផ្ទាំងនឹងការច្រើនគឺដល់កីឡាករគុនខ្មែរ confident ទស្សនិកជនជាទីគោរពនិងជាទីមេត្រីសារជាថ្មីក៏សូមណែនាំឲ្យស្គាល់ផងដែរកីឡាករបង្គោលក្រហមខេត្តសៀមរាបចាបាទព្រឹត្តិការណ៍នៃការប្រកួតកីឡាប្រដាល់របស់ Gainsberg គុណបាទចិនចាមបាទគឺជាម្ចាស់ខ្សែក្រវ៉ាត់ Gainsberg បាទក្នុងប្រភេទទម្ងន់របស់ខ្លួនបាទគឺ63.5 គីឡូក្រាមបាទថ្ងៃនេះបាទនឹងលបងខ្វៃដៃបាទជាមួយនឹងកីឡាករមកពីអ៊ីរ៉ុនបាទបាទស៊ូលូគីបាទអ្នកប្រដៅមកពីអ៊ីរ៉ុននេះបាទក៏ធ្លាប់លួចស្នាដៃបាទកីឡាករគុណខ្មែរច្រើនរូបហើយដែរបាទក៏មិនខុសពីគូប្រកួតដែរបាទគូប្រកួតរបស់ជាតិរបស់យើងបាទគឺគោលការណ៍ប្រកួតចំនួន5ទឹកបាទ3គូក៏អត់បាទមិត្តភាពគុណខ្មែរបាទគុណខ្មែរបាទគឺសរុបទៅប្រមាណ5ទៅ10ទឹកហើយបាទបាទចិនឆាងនេះចង្ក្រានត្រៀមក្រុមព្រៀបប្រកួត Gainsberg គុណខ្មែរ Festival គូមិត្តភាពអន្តរជាតិកម្ពុជាអ៊ីរ៉ង់ទី1 round 1បាទមុនទស្សនានៃការប្រកួតបាទសូមចូលអ្នកដៃដល់អ្នកសៀមរាបមួយមើលបាទអ្នកសៀមរាបបាទខំបាទស៊ូបាទវាយឆ្វេងស្ដាំចូលចាប់អោបតុកកុំត្រង់ទៅមកបាទទឹកទី1នេះទី2គឺបាច់ដកស្រង់បុតសោតបាទបាច់ស្ទឹងលុបអីទេបាទគឺវាយយករំលងបាទមកជើងរបស់ស៊ូលូគីនឹងចាងដល់ចូលគាត់មកជើងឆ្វេងវិញបាទហែកវាយឆ្វេងប្រៃបាទគេផុតពីស៊ូលូគីនឹងចាងដល់ចូលបាទយកទីបាទវាយស្ដាំប្រៃអាយ៉ាបាទលើកជើងវាត់តកញ្ចឹងតបាទដាក់កញ្ចឹងស្ដាំថែមទៀតបាទហើយវាយឆ្វេងតែបាត់ចូលមកពីដៃរងទៅបាទនឹងចាងដល់ចូលគាត់កាត់កញ្ចឹងស្ដាំវាយឆ្វេងប្រៃទៀតចូលវាយស្ដាំប្រៃចូលមុខបាទមានឱកាសហើយគាត់កញ្ចឹងស្ដាំខាងក្រោមវាយ1 2 3 4 5 6ប្រគួយបាទកំពុងតែប្រមូលស្មារតីរបស់ខ្លួនបាទប្រមូលស្មារតីយ៉ាងម៉េចហើយបាទបន្តកម្មដល់ចូលបត់កែគួយដល់ចូលទៅបត់តាមដៃទៀតគាត់ចូលសំដល់ចូលទៀតដៃទៀតបាទឯកចូលដៃនេះអូយទួជាលើកទី2បាទលោកអញ្ញាកណ្ដាលបាទគាត់បាទបញ្ចប់ការប្រកួតនេះតែប្រងបាទមិនអាចតស៊ូបានទៀតទេបាទត្រឹមទឹកទី1ចិនចាងធ្វើបានល្អមែនទេបាទសូមចូលចាត់ឲ្យចិនចាងមួយទៅបាទយកមើលរូបភាពយឺត
ยืดបន្តិចសិនបាទໄວឆេងថែមស្រាំបាទជារូបភាពយឺតៗបាទបាទគាត់តែ1នាទីជាងតែប៉ុណ្ណោះបាទអ្នកថែសៀមព្រៀបចិនចាងបាទបានព្រួលកីឡាករមកពីអារម្មណ៍បាទឲ្យសន្លប់ធំតែម្ដងទស្សនិកជនជ្រាបរាប់នឹងជាទីមេត្រីតាមរយៈផ្ដួលដៃគូតស៊ូឲ្យជ័យជំនះបានទៅលើកីឡាករបង្ខើក្រហមចិនចាង